รบอยู่วิศวก็โดยชื่อสไดเนี่ยต่างគ្នាส่งสวัสดิ์คำเนี่ยต่างគ្នាมาดองទៀតមកកាន់វីដេអូថ្មីរបស់ខ្ញុំដែលវីដេអូសប្តាហ៍នេះគឺខ្ញុំទាំងពីរអ្នកគូតដឹងខ្ញុំបានធ្វើដំណើរទៅកាន់ក្រុងបរសៃហនុដើម្បីទៅលេងកោះរ៉ុងដោយពួកខ្ញុំនឹងចំណាយពេល3ថ្ងៃ2យប់នៅលើកោះរ៉ុងដើរលេង explore chill relax ខ្លួនឯងបន្ទាប់ពីធ្វើការងាររកស៊ីហត់ពីរអ្នកគូតដឹងខ្ញុំហើយវាជាលើកទី1របស់ខ្ញុំដែលខ្ញុំបានឡើងទៅដល់កោះរ៉ុងនេះឃើញថាខ្ញុំទៅម្ដងហើយគឺធ្វើខ្ញុំចង់ទៅម្ដងទៀតហើយជាពិសេសនោះគឺអរគុណទៅដល់ខាង Mafia Resort ដែរដែលគាត់បានរៀបចំក៏ដូចជាបញ្ចុះតម្លៃពិសេសសម្រាប់បន្ទប់ដែលខ្ញុំស្នាក់នៅរយៈពេល3ថ្ងៃ2យប់នេះអីដែលសំខាន់ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងហ្មងគឺពេលដែលខ្ញុំទៅកោះរ៉ុងកំឡុងពេលខែប្រាំងនេះគឺឃើញថាទឹកសមុទ្រថ្លាស្អាតខ្លាំងមែនទែនជាពិសេសឆ្នេរខ្សាច់គឺសក្បោះក៏ប៉ុន្តែខ្ញុំរៀងស្ដាយដែរដោយសារតែខ្ញុំមិនអាចហោះដ្រូនបានច្រើនទេខ្ញុំបានហោះត្រឹមតែនៅឆ្នេរឋានសួគ៌កុំឲ្យខាតពេលយូរទៅតាមដានទស្សនាវីដេអូពេញទាំងអស់គ្នាទៅក្នុងវីដេអូនេះក៏ខ្ញុំអត់សូវនិយាយច្រើនដែរគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលទេសភាពនៅលើកោះរ៉ុងផ្ទាល់ជាមួយនឹងខ្ញុំទាំងអស់គ្នា Let's goអូខេឥឡូវគឺមកដល់ពងសោមហើយក្រុងសីហនុយើងនៅមុខផែដើម្បីញ៉ាំបាយសិនឥឡូវចាំបាយស្រូបមកបាយហើយគឺអង្គុយចាំនៅផែហ្នឹងហ្មងចាំចេញចាំទៅឡើងទូកហើយថ្ងៃហ្នឹងផងដែរគឺទៅហ្នឹងគឺទៅគេងនៅ Mafia Resort ដែលបងហ្វីក៏ដូចជាបងកូនម៉ូតូឲ្យអាសាទៅហើយក៏សូមអរគុណទៅដល់ Mafia Resort ផងដែរដែលបានគិតតម្លៃពិសេសឲ្យចាំទៅដល់យើងជួបគ្នានៅលើកោះឥឡូវនេះចេញទៅមុខព្រោះ pass app ព្រោះអីធុកអីជិះទៅ resort ព្រោះខ្ញុំគេងនៅ Mafia ហើយក៏ប៉ុន្តែបើសិនជាខ្ញុំជិះ GTVC ខាងទូកគេអាចជូនខ្ញុំទៅដល់នោះហ្មងអញ្ចឹងណាទៅដល់ផែរបស់ Mafia ហ្មងក៏ប៉ុន្តែខ្ញុំមិនបានជិះ GTVC អញ្ចឹងហើយក៏ខ្ញុំត្រូវចុះនៅ long set នេះហើយបានត្រូវព្រោះអីជិះតទៅនោះអញ្ចឹងណាបន្ទាប់ពីគេពុលទូកហើយឥឡូវគេសប្បាយអគេវិញអូខេទាំងអស់គ្នាឥឡូវគឺខ្ញុំហៅឡានបានជិះហើយដំបូងគិតថាជិះ pass app ឬក៏ធុកអីចឹងណាក៏ប៉ុន្តែតម្លៃដែលគេគិតជូនខ្ញុំពី long set ទៅMafia Resort ដែលខ្ញុំត្រូវគេងហ្នឹងគឺវាប្រហាក់ប្រហែលគ្នាមួយឡានពូគាត់តកង់ឡានគាត់បើកឡាននេះសួរនាំគាត់ទៅគាត់ដាក់តម្លៃដាច់ឲ្យមកហ្មងដោយសារខ្ញុំអត់ចេះតហើយតែដាក់តម្លៃមកថ្លៃពេកខ្ញុំអត់ចេះតអញ្ចឹងគឺខ្ញុំដើរចេញហ្មងត្រឡប់ខ្ញុំទៅប៉ុណ្្នឹងឯងហើយតែពូគាត់ស្រួលដែរគាត់មកដល់គាត់និយាយតម្លៃត្រូវគ្នាគាត់អត់ញ៉ៃច្រើនដែរគាត់ដាក់ទៅតម្លៃមកគាត់ប្រាប់ហេតុផលរបស់គាត់អញ្ចឹងយើងអាចសំស្របមកទទួលយកបានអញ្ចឹងក៏យ៉ាជីឡានមកហ្មងទៅហើយពីរអ្នកគូដឹងខ្ញុំចឹងក្រោយបើមកប៉ែពុលទូកផងអីផងហើយអរគុណពូដែរ check in ហើយ
បងជូនដាក់បន្ទប់នេះtôi làm chơi nhau nhau rồi mộtហើយគាត់ជូនយើងទៅដាក់បន្ទប់ទៀតអែមមែនទេគាត់ទៅសញ្ញាណា អូខេទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំធ្វើ room tour ឲ្យគ្នាយើងមើលបន្តិចទៅថាបន្ទប់នៅ Mafia នេះមិនដែរ នេះដូចជា
Super Deluxe Room បន្ទប់ខែមួយគេបាន2នាក់ហើយបន្ទប់តលាយគួរសមអ្នកនរអាមតលាយហើយនេះគឺខែយើងគេខាងនេះគឺតុសម្រាប់យើងអង្គុយញ៉ាំអីឬក៏យើងអង្គុយធ្វើការក៏បានដែរហើយឥឡូវខ្ញុំពុំដាក់ MacBook ខ្ញុំនេះដើម្បីសាកព្រោះអស់ថ្មហើយខាងនេះគឺតុសម្រាប់យើងដាក់បាយបានអីព្រីភ្លើងមាន1 2 3 4មានម៉ាស៊ីនផ្លុំសក់ដែរអញ្ចឹងសម្រាប់គាត់ស្អីអីគឺអត់បញ្ហាទេបន្ទប់ទឹកមកធំទលាយសាហាវបន្ទប់ទឹក Hello ខ្ញុំអានេះសម្រាប់ខ្ញុំផ្ទាល់ឃើញថាការរៀបចំរបស់គាត់មកអែមមកទួយកបានដែរវាសមនឹងតម្លៃជាពិសេសនោះគឺឆ្នេរសមុទ្រដែលខ្ញុំតិចទៀតខ្ញុំនឹងហោះដ្រូនឲ្យគ្នាយើងមើលហ្នឹងគឺឆ្នេរឯកជនអញ្ចឹងយើងលេងយើងអីអត់ភ័យព្រួយទេហើយមួយវិញទៀត នៅខាងក្រោយនោះខ្ញុំឃើញមានកាយៈសម្រាប់ជិះអីដែរអញ្ចឹងចាំមើលអាចនឹងល្ងាចហ្នឹងខ្ញុំមាន activity អីមួយគូដឹងខ្ញុំថតឲ្យមើលបន្ថែមតែឥឡូវសូមសម្រាប់តិចសិនព្រោះរៀងហត់ដែរ Welcome to vlog Ting Ting ឈប់មើល vlog Pro Per Traveler Per Traveler បែកទេ Wow ឆ្នេរឋានសួគ៌ស្អាតខាងខ្លាំង លេងថតរូបថតអីមកគួរសមដែរនៅឆ្នេរឋានសួគ៌នេះកំពុងតែមក order អីញ៉ាំអាហារសម្រន់ពេលល្ងាចសិនសម្រាប់អាហារសម្រន់ញ៉ាំអាហារពេលល្ងាចសិនហើយបន្ទាប់មកយកបន្តិចបានពួកខ្ញុំទៅអង្គុយ chill នៅ
mọt mọt mình chăm hộp má chăm thọt áo thời xem ép tải mà hộp tải phải chia ấy mà xong đúng bài hộp nhom bàn mà đó lấy nhom cầm mỏng miền mặc trà mặc hai bậc kia trà lịch sấy cho mùi nè thầy tập ca trong hơi của má dạ chẳng nick cứ trà happen gìពីបាយល្ងាចហើយមួយទឹកមួយអីសម្អាតកាយហើយឥឡូវខ្ញុំពីរនាក់កំពុងតែដើរទៅកន្លែងអង្គុយផឹកអីហើយនឹងកំងអីញ៉ាំឲ្យរៀងរ៉ូមែនទិកតិចចឹងយើងរ៉ូមែនទិកតិចរ៉ូមែនទិកតិចមិនរ៉ូមែនទិករ៉ូមែនទិកតិចភួរមនុស្សអត់ដែររ៉ូមែនទិកឲ្យទៅពេលជួបគ្នាពីណាខំគ្នាពីណាឥឡូវអញ្ចឹងតោះទៅអង្គុយផឹកស្រាក្រហមញ៉ាំស្តេកលេងទាំងអស់គ្នាជាមួយខ្ញុំខ្ញុំសង្ឃឹមថាវីដេអូមួយនេះអាចជួយជាកម្លាំងចិត្តឲ្យអ្នកទាំងអស់គ្នាតិចតួចក្នុងការដែលខំប្រឹងធ្វើការរកលុយសំលុយដើម្បីអាចមានពេលវេលាមកជា relax បែបនេះដូចពួកខ្ញុំដែរអូខេអរុនសួស្ដីអ្នកទាំងអស់គ្នាងើបពីគេងពេលព្រឹកម៉ោងជា9ហ្នឹងប្រហែលហ្នឹងងើបមកម៉ោង6មកតង់ដែរងើបមកមើលថ្ងៃរះក៏ប៉ុន្តែអត់មានថ្ងៃរះទេព្រោះនៅលើក្បាលនេះគឺមេឃសតុំយកហ្មងដល់ពេលយ៉ាងអត់មានថ្ងៃរះឲ្យមើលទេហើយឥឡូវនេះគឺដើរទៅរក breakfast នៅ Mafia Resort ដែលខ្ញុំគេងនេះគឺតម្លៃបន្ទប់គេ include breakfast ឲ្យសម្រាប់មនុស្ស2នាក់ក្នុងមួយបន្ទប់ធំបន្ទប់គ្រួសារអាចនឹង4នាក់អីចឹងទៅអាហ្នឹងខ្ញុំអត់សូវច្បាស់ពីព័ត៌មានហ្នឹងដែរក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមានម្ដងចង់មកកំសាន្តនៅនេះអញ្ចឹងអាចសាកសួរនាំព័ត៌មានពីខាងគាត់បានឥឡូវទៅមើលក្នុង restaurant គាត់សិនថា breakfast មានអីឲ្យយើងខ្លះ អ
ផាគាត់គឺមានច្រើនប្រទេសខ្លាំងមែនតើអ្នកនរគ្នាដូចបានឃើញ B-roll មុនហ្នឹងអញ្ចឹងខ្ញុំដើរមើលឡើងត្រូវគិតថាគួរញ៉ាំអីចុងបញ្ចប់ជីហាត់ផុតគឺកាទៀវហ្នឹងហើយអែមហើយខ្ញុំថែមជាមួយនឹងអូម៉េឡេតជាមួយនឹង bacon ហើយ hot dog ហ្នឹងមកវារួចមកផឹកហ្នឹងចូលខ្ញុំរួចដល់ថ្ងៃកម្រងខ្ញុំ2នាក់សម្រាប់ថ្ងៃនេះគឺចូលម៉ូតូជិះពីខាង Mafia Resort នេះយើងជិះដើរលេងនៅក្នុងកោះហ្នឹងមកជិះទៅឡុងសិតជិះទៅកោះតូចជិះនិយាយទៅមួយថ្ងៃហ្នឹងគឺលុបរុករោនៅក្នុងកោះរងហ្នឹងមកផ្លូវមានប្រហែលជិះប៉ុណ្ណឹងមើល Google Map ខ្លះទៅហើយចំណាំផ្លូវខ្លួនឯងខ្លះ តា let's go តណា តើណាបងនាំអូនតណាចាវិត យើងទៅជួលម៉ូតូគេជិះសិនដើរទៅ reserve ហើយយើងរកម៉ូតូជួលមិនមែនរកម៉ូតូជួលម៉ូតូយើងរកបានហើយតែយើងដើរទៅកន្លែង reserve ដើម្បីឲ្យគេជូនយើងទៅយកម៉ូតូហើយបន្ទាប់មកយើងទៅ long set ទៅកោះតូច explore នៅកោះរងហ្នឹង មានអារម្មណ៍ថាពាក់មួកធំជាងមុខមិនទេហើយអាខ្សែមកលើនេះខ្សែបងជឿហ្មង អូខេទាំងអស់គ្នាឥឡូវនេះគឺខ្ញុំទាំងពីរនាក់បានមកដល់ Golden Beach Resort ដែលជា resort ក៏ដូចជាអាហារដ្ឋានគេនេះនៅសុកសាន Beach ហ្នឹងតែឥឡូវហ្នឹងគឺមកដើម្បីសម្រាប់ឈៀលហើយញ៉ាំអីភេសជ្ជៈជាក់តិចសិនណាព្រោះជិះម៉ូតូមកមិញហ្នឹងគឺក្តៅខ្លាំងមែនតើហ្មងដល់ពេលអញ្ចឹងហើយការរកអីតិចហើយនឹងញ៉ាំទឹកញ៉ាំអីឲ្យវា cool down ខ្លួនឯងតិចសិនណាហើយបន្ទាប់មកបានខ្ញុំជិះចេញទៅ Final Beach អីបន្តទៀតហើយពេលដែលយើងបកទៅវិញចាំមើលចាំមិនឆ្លៀតអើតចូលទឹកធ្លាក់ព្រែកស្វាយមិនតិចដែរបាត់ទៀតចាំមើលជាក់ស្ដែងសិនចាំមានសកម្មភាពអីទៀតខ្ញុំថតឲ្យគ្នាយើងមើលបន្តទៀតហើយមួយវិញទៀតឥឡូវនៅកោះរងនេះគឺគេអត់ទាន់អាចបើកឲ្យក្នុងការហោះដ្រូនវិញទេចឹងហើយខ្ញុំក៏អត់មានប្លង់ដ្រូននៅឆ្នេរផ្សេងជូនគ្នាយើងមើលដែរក្រៅពីឆ្នេរឋានសួគ៌តែមួយដោយសារតែនៅឆ្នេរឋានសួគ៌គឺជាឆ្នេរ private ហើយយើងគេងនៅ Mafia Resort ចឹងយើងអាចហោះដ្រូនអីបានមកឆ្លាញ់មកស្រីព្រោះអត់មានអ្នកមករំខានក៏ដូចជាការហាមឃាត់ចឹងដោយសារតែខ្ញុំបានប្រាប់ទៅខាង
resort គេហើយ yes. យើងបានមកដល់ណែដូង yes sir ចាជីហើយអត់នេះគេហៅថាលើកផ្លងព្រោះលើកទី1ដែលខ្ញុំបានមកដល់កោះរ៉ុងហើយពេលអញ្ចឹងអត់ដឹងថាត្រូវទៅណាទៅណីខ្លះអញ្ចឹងចេះជីទៅមើលគេមើលឯងមើលស្រុកមើលតំបន់មើលភូមិគេ យើងមានមួយបរិការទៅស្រុកខ្មែរ ពូមកនេះភូមិកន្លែងនេះឡើងស្អាតមានភូមិមានអីជាប់មាត់សមុទ្រដល់សេរី ទៅលើ មកទៅលើនោះតែ យើងជាដឹងថាមុខក្រោយយើងចង់មកគេណាតើតែអូនដូចអត់នេះយើងចូលពោហ៎ នៃ golden នៃសុកសាន បាទបាទអាម៉ៃវាអាចញ៉ៃ មកកោះស៊ីទៀត ក្តៅចឹងញ៉ាំលាឆ្ងាញ់អត់កម្មថែ បើចង់ញ៉ាំក្បាលឆ្ងាញ់ឥឡូវមកដល់អាហារដ្ឋាន local មួយនៅភូមិហិចស្វាយទៅភូមិហិចស្វាយជីមិញហ្នឹងជីដើរលេងមកជុំកោះហ្នឹងគឺដើរមែនជីមែនជីឆ្វែលយកមកអត់មានឈប់អត់មានសម្រាប់អីទេឈប់ទៅនៅដំបងនៅគេសុកសាន beach ដោយសារតែមើលទៅឆ្នេរវាស្អាតហើយឈប់ផ្លែតទៅហើយក៏ផឹក drink ផឹកអីហ្នឹងតោះមកជីឆ្វែលដើរលេងទៀតអត់បានទៅថតរូបនៅឆ្នេរនៅអីទេព្រោះវាក្តៅខ្លាំងពេកចង់ឲ្យក្បាលអីនៅក្នុងអានាការ iWatch ខ្ញុំនេះវាដាក់តែ29អង្សាទេក៏ប៉ុន្តែក្តៅទៅហើយ អ
ទាំងអស់គ្នាឥឡូវនេះល្ងាចហើយមេឃធ្លាក់ថ្ងៃហ្នឹងថ្ងៃនេះអត់បានថតថ្ងៃលិចឲ្យគ្នាយើងមើលទេព្រោះលេងទឹកនេះហើយល្វើយទៅក៏ងើបពីទឹកមកចូលបន្ទប់ជួយយកហ្មងហើយឥឡូវនេះគឺមកអង្គុយនៅកញ្ចុះគេនេះគេមានកញ្ចុះដែរឥឡូវមកអង្គុយនៅមកពីអាT02នេះដើម្បីញ៉ាំអីសាមញ្ញគឺខ្ញុំទៅអង្គុយញ៉ាំអីនៅខាង restaurant គេហ្មងក៏ប៉ុន្តែថ្ងៃនេះអត់ទៅអង្គុយនៅ restaurant គេទេគឺមកអង្គុយញ៉ាំនៅកញ្ចុះអញ្ចឹងទៅវាមាត់ឆ្នេរយើងបានស្ដាប់សំឡេងទឹករលកវារៀងអែមជាងអញ្ចឹងហើយពីអ្នកយប៉ែខ្ញុំ Hello កុំឲ្យអបសពចាំមហូបមកបដាហើយយើងអង្គុយឈៀលនៅស្ដាប់សលេងទឹកសមុទ្រផងមើល Netflix ផងអែមបដាយទៅជីវិតតាំងស្គាល់យប៉ែនេះមកដូចរៀងអែមសបើឥឡូវវាឡើងឥឡូវវាឡើងអញ្ចឹងណាចង់និយាយអញ្ចឹងវាអែមតែអូខេទាំងអស់គ្នាឥឡូវនេះអាហារពេលល្ងាចរបស់ពួកយើងបានមកដល់ហើយមានburger សាច់គោមួយមានក្តាមថ្មឆាមីសួរជាមួយនឹងអានេះមីកូកអ៊ីនដូមីនេះគឺខ្ញុំទិញនៅក្នុងម៉ាតសាមញ្ញក៏ប៉ុន្តែផ្លេចថានៅបន្ទប់អត់មានចានសម្រាប់ដាក់សោះវាញ៉ាំដល់ពេលអញ្ចឹងពឹងឲ្យខាងបងចំភៅគាត់ជួយសោះឲ្យលាយគ្រឿងឲ្យអញ្ចឹងយកមកដាក់លាយគ្នាទៅអញ្ចឹងយើងវាបាន3មុខដែរហើយពេលយកបន្តិចបានមានស្តេកសាច់គោក៏ដូចជាវ៉ាយើងអង្គុយផឹកក្រេបលេងឈៀលអញ្ចឹងណាយ៉ាឥឡូវអត់មានអីទេ activity ងាយហ្នឹងគឺញ៉ាំបាយឈៀលស្ដាប់សលេងទឹកសមុទ្រចាអូ thank you
អូខេរុនសួស្ដីអ្នកនរគ្នាថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលខ្ញុំនៅឆ្នេរឋានសួគ៌ yes ថ្ងៃនេះគឺយើងត្រូវចេញទៅវិញហើយឡើងទុកគឺម៉ោង 11:15 នាទីសម្រាប់បទពិសោធន៍ដែលមកនេះគឺអែមមែនតើកប់សេរីខ្លាំងហ្មងនិយាយទៅខ្ញុំគិតថាតម្លៃទាំងអស់ដែលយើងចំណាយមកនេះគឺវាសមនឹងតម្លៃជាមួយនឹងសេវាកម្មរបស់ពួកគាត់បូករួមជាមួយភាពរស់រាយរាក់ទាក់របស់បុគ្គលិកនៅនេះគឺខ្ញុំឲ្យ10 លើ 10ខ្ញុំនិយាយមែនសមនឹងតម្លៃចាយលុយមិនទេអត់ស្ដាយលុយខ្ញុំនិយាយត្រង់ហើយមួយវិញទៀតមហោបអាហារភេសជ្ជៈអីលក់នៅក្នុងម៉ាតអីហ្នឹងក៏សមរម្យដែរអ្នកនរ yes
យើងត្រែឥឡូវពួកយើងចាញ់ទៅឆ្នេរ នេះអូ អូឈើទា នេះអូត្រេសនេះ ឥឡូវពួកយើងចាញ់ទៅឆ្នេរអូត្រែ Let's go អូខេទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីខ្ញុំទាំងពីរនាក់ចុះពីកោះរុងមកឥឡូវយើងមកសម្រាប់តមកយប់ទៀតគឺនៅក្រុងបរសៃអនុហើយខ្ញុំគេងនៅមុខឆ្នេរអូត្រេសនេះឥឡូវគឺដល់ម៉ោងបាយថ្ងៃហូបបាយថ្ងៃមានក្តាមសេះឆាមរិចខ្ចីជាមួយនឹងមឹកអាំងយ៉ាដល់ពីកាក់មកបាយថ្ងៃយើងរួចតែប៉ុណ្្នឹងអែមដល់ហើយបន្ទាប់មកញ៉ាំចុះលេងទឹកសមុទ្រឬក៏អាចនឹងទៅហែលទឹកអាងមិនតិចទៅ activity យើងសម្រាប់ថ្ងៃហ្នឹងពេលថ្ងៃហ្នឹងចាហើយដំណើរកំសាន្តខ្ញុំទាំងពីរនាក់នេះគឺបានកូន speaker tripod នេះហើយអែមមែនតើតាណាមកណាដាក់តែមួយហ្នឹងមកស្ដាប់ហឹមពីរនាក់មកហ្មងឈៀលវាអត់លឺខ្លាំងដោយធ្វើឲ្យរំខានគេអ្នកជុំវិញអញ្ចឹងវាលឺមកល្មមសម្រាប់យើងឈៀល2 3នាក់ឬក៏4 5នាក់អីវាមកអែមខ្លួនតាមយ៉ា មិនដែលលួចពីកោកាច់គប់លោកស៊ីអត់គ្នាមកមើលមកមេងមិន សួស្តីទាំងអស់គ្នាឥឡូវនេះគឺចេញពីកន្លែងគេពេលល្ងាចហ្នឹងចេញដើរលេងហើយដើរគឺដើរទៅប្រោនទៅអង្គុយផឹកប្រោនលេងម្នាក់មួយកែវក៏ដូចជាមើលថ្ងៃលិចព្រោះថ្ងៃចិត្តលិចហ្នឹងទៅអង្គុយផឹកប្រោនទៅហើយយើងមើលថ្ងៃលិចដល់ពេលថ្ងៃលិចហើយយើងទៅរកផាប់ទៅអីអង្គុយលេងអីចឹងញ៉ាំបរិយាដាប់ភ្លេងហើយក៏នឹងទៅជួបនិស្សិតដែរព្រោះខានជួបបងប្រុសយូរដែរហើយ អ
ដល់ថ្ងៃ10ពេលវេលា10ម៉ោងត្រូវទៅផ្ទះវិញហើយបន្ទាប់ពីចំណាយពេល3ថ្ងៃ4ថ្ងៃ3យប់នៅក្រុងកំពង់សោមនៅខេត្តបរសៃអនុក្រុងបរសៃអនុយើងឥឡូវនៅពេលឡានរ៉ែបន្ថែមជិះឡានទៅពេញវិញទៅគេងទៅធ្វើការធ្វើវាអីវិញហើយយ៉ាចឹងវីដេអូនេះផងដែរគឺមានតែប៉ុណ្្នឹងទេហើយសូមអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានតាមដានទស្សនាតាំងពីដើមរហូតមកដល់ចប់អញ្ចឹងចាំជួបខ្ញុំហើយនឹងគូដឹងខ្ញុំនៅវីដេអូក្រោយៗផ្សេងទៀតឥឡូវមានតែប៉ុណ្្នឹងឯងជម្រាបលាបាយបាយ